រដ្ឋសភាគឺក្រុមនគរបាលប្រជុំនៅថ្ងៃនេះពេញអង្គក្រោមវត្តមានរបស់សម្ដេចពញាចក្រីហេងសំរិនជាអធិបតីនៅក្នុងពិធីអង្គប្រជុំនឹងមានការចូលរួមពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាព្រមទាំងសមាជិកសភាគណៈបកទាំងដែលមានគណៈបកទាំងពីរគឺគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាហើយរបៀបបរិយាដែលសំខាន់នោះគឺធ្វើវិសោធនកម្មទៅលើច្បាប់ចរាចរណ៍ជើងគោកមួយចំនួនដែលកន្លងទៅពេលដែលអនុវត្តហើយអនុវត្តទៅមានការប្រទាំងទិសធ្វើឲ្យមានបញ្ហាកន្លងទៅដូចជាបញ្ហារឿងបានបើកបរបញ្ហាស្អីច្រើនណាស់មួយចំនួនក្នុងនោះអញ្ចឹងរដ្ឋមន្ត្រីថ្មីលោកចូលកាន់តំណែងហើយរដ្ឋាភិបាលក៏បានស្នើឲ្យមានធ្វើសភាធ្វើវិសោធនកម្មផងដែរដើម្បីធ្វើយ៉ាងម៉េចឲ្យច្បាប់នេះវាមានអនុវត្តទៅវាមានប្រសិទ្ធភាពជៀសវាងឲ្យមានប្រតិកម្មខ្លាំងក្នុងនោះបញ្ហាដែលជាចំណោទគឺមួយគឺតេតិននឹងបញ្ហាផាកពិន័យដែលអនុក្រឹត្យចេញកាលពីដើមឆ្នាំកន្លងទៅគឺពិន័យនោះមានការគុណមានន័យថាអ្នកដែលល្មើសច្បាប់ចរាចរណ៍គឺមានការពិន័យគុណដល់អញ្ចឹងពិន័យដោយសារមួយឆ្នាំដែលអនុវត្តកន្លងមកនេះអ្នកដែលពិន័យគឺវិជាច្រើនគឺជាប្រជារាស្ត្រលោកក្រីក្រហើយលោកអត់សូវចេះច្បាប់ដល់លោកអត់សូវចេះច្បាប់ជន់ទៅប៉ូលីសគាត់ផាកអញ្ចឹងផាកវិគុណដល់ផាកវិគុណវាអស់ថ្លៃច្រើនសរុបទៅរបាយការណ៍ខាងប៉ូលីសបានដឹងថាដូចជា1500លានរៀលក្នុងមួយឆ្នាំផាកពិន័យកន្លងទៅហើយមានអនុក្រឹត្យមួយបានលើកឡើងថាពិន័យនេះគឺ 70% បានទៅប៉ូលីសអ្នកភ័យហើយកណ្ដឹងគេបែងចែកទៅតាមនៅក្នុងអនុក្រឹត្យគេមានការបែងចែកប៉ុន្តែទោះបីជាថាក្នុងគោលបំណងច្បាប់នឹងដាក់អនុក្រឹត្យចេញមកថាឲ្យមានការពិន័យច្រើនដើម្បីឲ្យពលរដ្ឋរាយចាលមានន័យថាឲ្យអ្នកដែលល្មើសច្បាប់រាយចាលយ៉ាងណាក៏ដោយក្តីវាលេចចេញនៅប្រតិកម្មមួយផ្សេងប្រតិកម្មថាពួកគាត់វាអត់ដឹងដល់អញ្ចឹងគាត់រអ៊ូគាត់នៅតែរអ៊ូហើយវារអ៊ូអញ្ចឹងទៅវាឃើញថាវាមានបញ្ហាអញ្ចឹងក៏មានទស្សនៈទានមួយបានលើកឡើងយ៉ាងដូចនេះថាសូមឲ្យរដ្ឋាភិបាលពិចារណាឡើងវិញអាចកែសម្រួលអនុក្រឹត្យនោះដោយប្រាក់ពិន័យកាត់បន្ថយពីការចូលទៅប៉ូលីសនោះទៅតែមានចំណែកទៅគុណធបុប្ផាព្រោះប្រទេសយើងមួយនគរគឺយើងទាំងអស់គ្នាគឺដឹងណាស់អំពីគុណធបុប្ផាគ្រប់ស្រទាប់ឋានៈទាំងនៅក្នុងសង្គមទាំងអស់សុទ្ធតែចាត់ទុកមន្ទីរពេទ្យគុណធបុប្ផានេះមានសារៈសំខាន់ដែលជួយព្យាបាលកូនក្មេងខ្មែរយើងដែលលោកមានបញ្ហាជំងឺដូច្នេះហើយដើម្បីអនាគតកូនក្មេងខ្មែរអញ្ចឹងគាត់លើកទស្សនៈទានថាអាចរដ្ឋាភិបាលបំបែថវិកា 40% នៃការផាកពិន័យនេះចូលទៅគុណធបុប្ផាចា៎ដើម្បីប្រយោជន៍ជាក្មេងខ្មែរផងហើយក៏កាត់បន្ថយភាពរអ៊ូរទាំពីប្រជារាស្ត្ររបស់យើងព្រោះថាអ្នកដែលគេគោរពច្បាប់គេគោរពទៅវាអត់ប៉ះពាល់ទេនៅច្បាប់ហ្នឹងទេហើយដល់ពេលអ្នកដែលមិនគោរពវាប៉ះហើយអ្នកក្រចើអ្នកក្រដល់អញ្ចឹងគាត់ថាបើសិនជាបាន 40% ជួយទៅមន្ទីរពេទ្យគុណធបុប្ផាអាចធ្វើឲ្យអារម្មណ៍ប្រជាពលរដ្ឋដែលរងនៅការពិន័យដែលគាត់ល្មើសច្បាប់គាត់ស្ងប់អារម្មណ៍ថាជាកំហុសរបស់ខ្លួនហើយខ្លួនមិនតូមនោះដោយសារបានលើដំណឹងថាលុយមួយចំនួននេះយកទៅមន្ទីរពេទ្យគុណធបុប្ផាដែលគាត់គិតថាអាចមានកូនចៅប្អូនក្មួយគាត់ឈឺទៅមន្ទីរពេទ្យគុណធបុប្ផាហើយប្រជារាស្ត្រកាលណាដឹងឮទាំងអស់ថាអ្នកឯងល្មើសច្បាប់ចរាចរណ៍គឺ 40% ត្រូវទៅមន្ទីរពេទ្យគុណធបុប្ផាហើយអញ្ចឹងទេវាអាចកាត់បន្ថយហើយក៏ជួយចំណែកមួយធ្វើឲ្យពួកគាត់នឹងគោរពច្បាប់ដែរមានន័យថាគោរពច្បាប់បាច់ឆ្លៃថាលុយគាត់ពិន័យនឹងមិនត្រូវបានចូលទៅក្នុងហៅប៉ៅទេឬក៏មិនបានទៅពិន័យចាពីមុនឲ្យទៅប៉ូលីសឲ្យបានច្រើនដើម្បីលើកទឹកចិត្តប៉ូលីសឲ្យផាកឥឡូវគឺថាសូមឲ្យចូលរួមចំណែកសង្គមហើយសូមឲ្យប៉ូលីសនឹងយកយល់ពីព្រោះប៉ូលីសក៏មានកូនមានចៅដែលអាចឈឺទៅមន្ទីរពេទ្យគុណធបុប្ផាដែរគាត់គឺថាកាលណាគេនិយាយអំពីមន្ទីរពេទ្យស្រុកខ្មែរគឺគុណធបុប្ផានេះគឺគេជឿ 100% ដូចយើងទៅជឿនៅលើពេទ្យវៀតណាមពេទ្យថៃពេទ្យសិង្ហបុរីអញ្ចឹងគឺផ្ដល់តម្លៃទៅលើពេទ្យគុណធបុប្ផាខ្លាំងមែនទែនហើយថ្ងៃនៅពុកទៅនៅពេលដែលសេដ្ឋកិច្ចយើងមានទៅមន្ទីរពេទ្យយើងដទៃទៀតក៏ល្បីឈ្មោះដូចគុណធបុប្ផាអញ្ចឹងដែរនេះក៏ជាទស្សនៈទានមួយដែលខ្ញុំសូមលើកយកមកដានីនៅលើ BTV នេះដើម្បីជាទស្សនៈទានសម្រាប់រដ្ឋាភិបាលលោកពិចារណាថាគួរតែមានចំណែកណាមួយនៅក្នុងទៅមន្ទីរពេទ្យគុណធបុប្ផាពីព្រោះនៅក្នុងថ្មីនេះរដ្ឋាភិបាលបានសម្រេចយកពីវិស័យទេសចរចូលអង្គរដូចជា$2កាត់ពីភ្ញៀវទេសចរដើម្បីឧបត្ថម្ភទៅមន្ទីរពេទ្យគុណធបុប្ផាអញ្ចឹងបើយើងបានយកប្រាក់ពិន័យនេះពីប៉ូលីសចរាចរណ៍ពីផ្នែករមើសចរាចរណ៍យកទៅជួយគុណធបុប្ផា
នេះវាអាចកាត់បន្ថយហើយរួមចំណែកនេះគ្រាន់តែជាលើកទស្សនៈទានទេមិនហ៊ានជាយោបល់អីទេគ្រាន់តែយើងខ្ញុំមានឱកាសនិយាយនៅក្នុងនេះហើយក៏ខ្ញុំក៏បានបញ្ចេញតាមគេហទំព័រដើម7របស់ខ្ញុំដែរគឺថាលើកឡើងអំពីទស្សនៈនេះដើម្បីយកទៅពិចារណាទាំងអស់គ្នាពីព្រោះនេះជាប្រយោជន៍មួយសង្គមរបស់យើងដែរហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហ្នឹងវាយើងរាល់ថ្ងៃហ្នឹងវាខ្លាំងជាងគេបញ្ហានេះហើយសំខាន់បំផុតដូចម្សិលមិញអញ្ចឹងម្សិលមួយថ្ងៃខ្ញុំទៅលេងនៅខេត្តព្រះសីហនុអញ្ចឹងឡានវ៉ាគ្នាចាំប្រហែលជាខ្ញុំមានវីដេអូនឹងបង្កាត់អត់តាន់ផ្លូវកោងអាកន្លែងគ្រោះថ្នាក់រាល់ដងហ្នឹងផ្លូវកោងហ្នឹងឡានកុងតឺន័រ2គាត់វ៉ាគ្នាហើយសំណាងឡានខ្ញុំហ្នឹងគឺថាចេះខ្ញុំបើកយឺតហើយខ្ញុំអែបទៅគៀនកុំអីហ្នឹងប្រហែលជាអត់មានឱកាសមកអង្គុយនិយាយទេអាចថាគ្រោះថ្នាក់ចរាចរណ៍ពីព្រោះឡាន2កោងនេះឡានខ្ញុំជិះទៅមុខនឹងតែម្ដងបាទនេះគឺជាចំណុចមួយឲ្យខ្ញុំនឹងឡានហ្នឹងមានខ្ញុំមានវីដេអូហើយនឹងអាចចាក់នៅពេលខាងមុខនេះដោយសារមកយប់មិញយប់វាអត់តាន់អញ្ចឹងនេះខ្ញុំនឹងបង្ហាញគ្រោះថ្នាក់ដោយសារយើងមិនគោរពមិនមែនច្បាប់វាចែងប៉ុន្តែយើងមិនគោរពដល់តែប៉ះទៅអាងអីអាស្រង់អានេះវាជាចំណោះថាពីងាប់ត្រូវកែអ្នកបើកបរតែងាប់ម្ចាស់ក្រុមហ៊ុននេះជាទស្សនៈទានមួយដែលខ្ញុំសូមលើកដោយសារព្រឹកនេះសភាអនុម័តទៅលើសេចក្តីព្រាងច្បាប់ហ្នឹងហើយនៅក្នុងអង្គសភាទាំងមូលគឺមានសមាជិករដ្ឋាភិបាលសម្ដេចតេជោសម្ដេចកលាហោមអីលោកនៅក្នុងទាំងអស់ដូច្នោះអាចស្ដាប់ជាសម្លេងជារាសលោកបានលើកថ្លែងពិតមែនតែខ្ញុំនិយាយប៉ុន្តែខ្ញុំបានជួបប្រជារាស្ត្រជាច្រើនជាពិសេសអ្នកដែលគាត់ត្រូវរងការផាកពិន័យថាសូមបើបានរដ្ឋាភិបាលពិចារណាយកទៅដាក់នៅចឹងក៏ជាការល្អពូពេទ្យគុណធបុប្បានេះគឺជាចំណោទរួមទាំងអស់គ្នាហើយមិនមែនថាទៅលើអ្នកណានេះគឺបញ្ហារបស់រួមរបស់ប្រជារាស្ត្រកម្ពុជាយើងទាំងអស់គ្នា